ស្វាគមន៍ការធ្វើត្រឡប់មកវគ្គសិក្សារបស់យើងបន្តទៀតថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតទាក់ទងនៅក្នុងការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទដែលយើងផ្លាស់ប្ដូរទៅជាកិរិយាសព្ទ past participle ឬមួយក៏យើងហៅថាជាកិរិយាសព្ទ verb 3នឹងទាក់ទងនៅក្នុងហ្នឹងកាលពីវីដេអូមុនយើងបានរៀន3-4ចំណុចហើយទាក់ទងក្នុងការប្រើប្រាស់ហ្នឹងឥឡូវយើងចូលចំណុចផ្សេងទៀតនៅក្នុងការផ្លាស់ប្ដូរកិរិយាសព្ទដែលយើងបន្ថែម ed យើងហៅថាកិរិយាសព្ទ singular verb ឬក៏កិរិយាសព្ទទៀងទាត់ហ្នឹងដែលជាកិរិយាសព្ទដែលបន្ថែមតែ ed ទីនៅពេលដែលយើងផ្លាស់ប្ដូរទៅជា past participle ហ្នឹងឥឡូវយើងមកមើលចំណុចមួយទៀតគឺចំណុច D a verb that uninvites អញ្ចឹងចំណុចហ្នឹងគេបែងចែកចេញជាពីរដែរ if why is preceded by a vowel keep the y and add ed អញ្ចឹងតើតើនៅក្នុងកន្លែងនេះមានន័យថានៅពេលដែល y នាំមុខដោយស្រៈអញ្ចឹងមានថាពេល y ជញ្ជាក់ y ហើយនាំមុខទៅដោយស្រៈអញ្ចឹងយើងត្រូវតែទុក y នៅដដែលហើយយើងបន្ថែមតែ ed មកទៅក្នុងកន្លែងនេះគឺយើងបានហើយតើតើនៅក្នុងការប្រើប្រាស់កិរិយាសព្ទ verb past participle ហ្នឹងអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ enjoy ដូចជា enjoy ដូចជា enjoy ឃើញទេតើទៅក្នុងនេះមានថាកិរិយាសព្ទ y ហើយវានាំមុខដោយ vowel អញ្ចឹងយើងបន្ថែមតែ ed ទៅបានហើយតើទៅក្នុងការប្រើប្រាស់ហ្នឹង enjoy pray buy play ឃើញទេតើទៅក្នុងនេះមានថាគឺដើមអក្សរ y គឺត្រូវតែមាន vowel ដើមអក្សរ y គឺត្រូវតែមាន vowel អញ្ចឹងនៅពេលដែលយើងបន្ថែមទៅជា verb past participle យើងបន្ថែមតែ ed មកបានហើយតើទៅក្នុងការប្រើប្រាស់ហើយហ្នឹងអញ្ចឹងនៅក្នុងចំណុចទី1ហ្នឹងចំណុចមួយទៀតក៏គេនិយាយថាបើ by is preceded by a consonant change y to I and add ed អញ្ចឹងតើទៅនៅក្នុងកន្លែងនេះមានថាបើកិរិយាសព្ទបើព្យញ្ជនៈ y yes បើព្យញ្ជនៈ y នាំមុខដោយ consonant វិញម្ដងនាំមុខទៅដោយ consonant វិញម្ដងគឺព្យញ្ជនៈហ្នឹងគឺយើងត្រូវតែផ្លាស់ប្ដូរ y ទៅជា I ហើយទៅបានយើងបន្ថែម ed ទាក់ទងក្នុងការប្រើប្រាស់ក្នុងចំណុចនេះអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ study ទៅជា studied try ដូចជា try reply ដូចជា reply fly ដូចជា fliesឃើញទេតើតើនៅក្នុងការប្រើប្រាស់នេះមានថាបើដើមអក្សរ y នឹងគឺជាព្យញ្ជនៈអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរ y ទៅជា I ហើយបានយើងបន្ថែម ed មកតើតើនៅក្នុងការប្រើប្រាស់ហ្នឹងឃើញទេតើតើនៅក្នុងហ្នឹងគឺយើងត្រូវផ្លាស់ប្ដូរ change y to I ហើយបន្ថែម ed តើតើនៅក្នុងការប្រើប្រាស់អញ្ចឹងតើតើនៅក្នុងចំណុចកន្លែងនេះទាំងខាងដើមវីដេអូមុនមួយទៀតផងគឺយើងនិយាយពីរបៀបនៅក្នុងការផ្លាស់ប្ដូរកិរិយាសព្ទដែលយើងហៅថាជាកិរិយាសព្ទ singular verb តើតើនៅក្នុងការប្រើប្រាស់ហ្នឹងគឺយើងបន្ថែមតែ ed ទេតើតើនៅក្នុងការប្រើប្រាស់ហ្នឹងក៏ប៉ុន្តែនៅក្នុងកន្លែងហ្នឹងខ្មែរក៏សូមបញ្ជាក់បន្តិចទៀតដែរតើតើនៅក្នុងការប្រើប្រាស់ឬក៏កិរិយាសព្ទ singular verb ហ្នឹងគឺយើងហៅថាកិរិយាសព្ទដែលបញ្ចប់ដោយ ed ហ្នឹងគឺវាមានការបញ្ចេញ pronunciation ឬក៏របៀបនៅក្នុងការអានហ្នឹងបញ្ចេញសំឡេងរបស់វាហ្នឹងគឺ3ទម្រង់តើតើនៅក្នុងហ្នឹងគឺទី1គឺយើងបញ្ចេញសំឡេង th សំឡេងទី2គឺចេញសំឡេង d ហើយសំឡេងទី3គឺសំឡេង dit តើតើនៅក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងគឺសំឡេង th d ហើយនឹង dit ខាងក្រោយនេះ dit អញ្ចឹងគឺបញ្ចេញសំឡេង3សំឡេងហ្នឹងនៅពេលដែលយើងបញ្ចប់ទៅដោយ ed តើតើនៅក្នុងការប្រើប្រាស់កិរិយាសព្ទហ្នឹងអញ្ចឹងឥឡូវយើងមកមើលលក្ខណៈសម្គាល់វិញថាតើនៅពេលណាដែលយើងបញ្ចេញសំឡេង th នៅពេលណាដែលយើងបញ្ចេញសំឡេង d ហើយនៅពេលណាដែលយើងបញ្ចេញសំឡេង dit តើតើនៅក្នុងការប្រើប្រាស់ហើយហ្នឹងអញ្ចឹងនៅក្នុងចំណុចទី1 final ed is pronoun th អញ្ចឹង after vowel sound អញ្ចឹងមានថានៅពេលដែលបញ្ចេញសំឡេង th នៅ clear ចុងក្រោយមានថាកិរិយាសព្ទដែលខាងក្រោយវានឹងគឺបញ្ចេញសំឡេង th ខាងក្រោយបន្តិចទាក់ទងក្នុងការប្រើប្រាស់ហើយនឹងឧទាហរណ៍យើងមើលកិរិយាសព្ទដែលបញ្ចប់ទៅដោយ k p s sh ch sh and y and ខ្យល់ f ត្រឹម y
in short ខ្ញុំមានថានេះនៅពេលដែលកិរិយាសព្ទបញ្ចប់ទៅដោយព្យញ្ជនៈទាំងអស់ហ្នឹងហើយឬក៏បញ្ចេញសម្លេងទាំងអស់ហ្នឹងគឺយើងត្រូវបញ្ចេញសម្លេងថនៅពេលដែលយើងភ្ជាប់ជាមួយនឹង ed ទាក់ទងនៅក្នុងកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថា look ដល់ពេលដែលសម្លេងវាគឺខដល់ពេលដែលយើងទៅជាការប្រើប្រាស់ជាមួយនឹង verb ing verb ed វិញគឺ looked ថយើងចេញសម្លេងថនៅខាងចុងវិញទាក់ទងនៅហ្នឹង looked យើងចេញសម្លេងថ looked ទាក់ទងនៅក្នុងការប្រើប្រាស់ហ្នឹងដូចជា clapped ដូចជា clapped ទាក់ទងនៅក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងឲ្យតែកិរិយាសព្ទដែលបញ្ចប់ទៅដោយព្យញ្ជនៈទាំងអស់ហ្នឹងឬក៏សម្លេងទាំងអស់ហ្នឹងមានសម្លេងទាំងអស់ហ្នឹងគឺរបៀបនៅក្នុងការបញ្ចេញសម្លេងដែលយើងភ្ជាប់ជាមួយនឹង verb verb ed ឬក៏យើងហៅថា verb past participle ហ្នឹងគឺយើងអានបញ្ចេញសម្លេងថខាងចុងរបស់វាទាក់ទងក្នុងការប្រើប្រាស់វិញអញ្ចឹងយើងចាំពាក្យទាំងអស់នេះទៅទាក់ទងក្នុងហ្នឹងមានថាក្រៅពីពាក្យទាំងអស់ហ្នឹងគឺយើងអានទម្រង់ផ្សេងទាក់ទងក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងយើងមើលទាក់ទងក្នុងកន្លែងហ្នឹងយើងមើលឧទាហរណ៍មួយទៀត miss ដូចជា missed ឃើញទេទាក់ទងក្នុងហ្នឹងគឺសម្លេង s ដល់ពេលដែល watch ទាក់ទងក្នុងការប្រើប្រាស់ហ្នឹង finished ទាក់ទងក្នុងការប្រើប្រាស់នេះជាកន្លែងដែលយើងហៅថាបញ្ចេញសម្លេងទាក់ទងនឹងថហ្នឹងគឺបញ្ចេញសម្លេងខាងក្រោយហ្នឹងទាក់ទងនឹង missed watch finished ឬក៏ loved ទាក់ទងក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងចំណុចទី1គឺយើងត្រូវតែចងចាំពាក្យទាំងអស់នេះសិនហើយបានយើងបញ្ចេញ pronunciation របស់វាគឺបញ្ចេញសម្លេងខ្យល់ថខាងចុងដល់ពេលដែលយើងប្រើប្រាស់កិរិយាសព្ទដែលយើងបញ្ចប់ទៅដោយ ed ទាក់ទងក្នុងការប្រើប្រាស់ហ្នឹងឥឡូវយើងមើលសម្លេងមួយទៀតសម្លេង the គេនិយាយថានៅពេលដែលយើងបញ្ចេញសម្លេង the បន្ទាប់អំពីកិរិយាសព្ទដែលបញ្ចប់ទៅដោយនេះ lvnb ហ្នឹងគឺយើងបញ្ចេញសម្លេង the យើងបញ្ចេញសម្លេង the អញ្ចឹងទាក់ទងនៅក្នុងការប្រើប្រាស់ហ្នឹងយើងចង់ចាំទាក់ទងក្នុងពាក្យពួកវាមកនៅពេលដែលមាន clear ទាំងអស់ហ្នឹងវាបញ្ចប់នៅក្នុងកិរិយាសព្ទហ្នឹងនៅពេលដែលយើងភ្ជាប់ជាមួយនឹង ed យើងបញ្ចេញសម្លេង the ទាក់ទងនៅក្នុងការប្រើប្រាស់ហ្នឹងឥឡូវយើងមើលទាក់ទងនៅក្នុងកន្លែងនេះ smell ដូចជា smelled យើងបញ្ចេញសម្លេង the ចុងក្រោយបន្តិចទេមិនមែនsmell ទេយើងអាចមិនមែនអានភ្ជាប់ជាមួយនឹង ed led ហ្នឹងឯងទាក់ទងនៅក្នុងកន្លែងហ្នឹងអញ្ចឹងបញ្ចេញសម្លេង the បន្តិចទេទាក់ទងក្នុងការប្រើប្រាស់ដូចជា saved ដូចជា saved cleaned ដូចជា cleaned ទាក់ទងនៅក្នុងការប្រើប្រាស់ហើយអញ្ចឹងវាបញ្ចេញទៅសម្លេង the ខាងក្រោយបន្តិចទេទាក់ទងក្នុងការប្រើប្រាស់ឡើយណាមួយទៀតដែរ robed ដូចជា robed play ដូចជា played ទាក់ទងក្នុងការប្រើប្រាស់ហើយណាអញ្ចឹងយើងនិយាយពីរបៀបនៅក្នុងការបញ្ចេញ pronunciation នៅពេលដែលកិរិយាសព្ទដែលបញ្ចប់ទៅដោយពាក្យទាំងអស់នេះឬមួយក៏វាទៅដោយ y មួយទៀតទាក់ទងក្នុងការប្រើប្រាស់ហ្នឹងក៏យើងហៅថាជាការប្រើប្រាស់ជាមួយនឹងបញ្ចេញសម្លេងខ្យល់ the ខាងចុងរបស់វាដែរទាក់ទងក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងចំណុច the ថហើយនឹង the ឥឡូវយើងចូលសម្លេង did វិញម្ដងទាក់ទងក្នុងការប្រើប្រាស់សម្លេង did នៅពេលដែលpronoun did បន្ទាប់អំពី t ហើយនឹង d អញ្ចឹងសម្លេង did គឺមានតិចជាងគេក្រៅតែពីយើងចាំទាំងអស់នេះហើយចាំប្រមាណពាក្យនេះទៀតគឺសម្លេងថហើយនឹងសម្លេង the ដល់ពេលដែលសម្លេង did គឺមានតែ2សម្លេងទេមានថាពាក្យមានតែ2អក្សរដែលបញ្ចប់ទៅដោយជាមួយនឹងកិរិយាសព្ទគឺយើងអានថា did ទាក់ទងនៅក្នុងកន្លែងហ្នឹងអញ្ចឹងនេះសម្លេង did ហើយវាមានតែ2អក្សរទេគឺមានអក្សរ t ហើយនិងអក្សរ d ទាក់ទងនៅក្នុងកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងប្រើប្រាស់នេះ decide ទៅជា decided need ទៅជា needed want ទៅជា wanted invite ទៅជា invited ទាក់ទងនៅក្នុងការប្រើប្រាស់ហើយឃើញទេទាក់ទងនៅក្នុងការដែលយើងអានអញ្ចឹងមានទេនេះវាបញ្ចប់ទៅដោយ
đi ហើយនឹងបញ្ចប់ទៅដោយ t អញ្ចឹងសំឡេងរបស់វាគឺសំឡេង did decided needed wanted invited តើតើនៅក្នុងការប្រើប្រាស់លេខនេះហើយក៏សូមបញ្ជាក់មកបន្តិចទៀតដែរតើតើនៅក្នុងការបញ្ចេញ pronunciation របស់វាតើតើនៅក្នុងពាក្យ th ហើយនឹង d នេះគឺយើងបញ្ចេញតែមកសំឡេងទេឧទាហរណ៍ថា looked តែមកសំឡេងទេតើតើនៅក្នុងហ្នឹងកន្លែង t ហើយនឹង d សំឡេង th ហើយនឹង d នេះគឺបញ្ចេញតែសំឡេងតែមួយទេតើតើនៅក្នុងការប្រើប្រាស់លេខតែករណីដែលយើងបញ្ចេញសំឡេង did តើតើនៅក្នុងថ្ងៃនេះគឺយើងបញ្ចេញពីសំឡេងតើតើនៅក្នុងការប្រើប្រាស់របស់វាគឺយើងអានថា decided គឺពីសំឡេងតើតើនៅក្នុងថ្ងៃនេះអញ្ចឹងពីលក្ខខណ្ឌខាងដើមគឺយើងបញ្ចេញតែមកសំឡេងទេហើយនឹងលក្ខខណ្ឌខាងចុងមួយគឺយើងបញ្ចេញពីសំឡេងតើតើនៅក្នុងការអានដែលយើងបន្ថែមកិរិយាសព្ទទៅជា verb ed ដែលយើងហៅថា verb past participle នឹងតើតើក្នុងការប្រើប្រាស់ហើយហ្នឹងឥឡូវយើងចប់របៀបនៅក្នុងការផ្លាស់ប្ដូរហើយក៏ដូចជារបៀបនៅក្នុងការអានregular verb តើតើនៅក្នុងថ្ងៃហ្នឹងឥឡូវយើងមកមើលករណីមួយទៀតករណីដែលយើងរៀនពីខាងដើមគឺយើងបែងចែកចេញជាពីរមិនអញ្ចឹងតើតើនៅក្នុងការប្រើប្រាស់ហ្នឹងគឺ regular verb ហើយនិង irregular verb តើតើនៅក្នុងការប្រើប្រាស់ឥឡូវយើងចូលដល់ irregular verb វិញ irregular verb គេនិយាយថា the past particular do not end in ed អញ្ចឹងមានថាកិរិយាសព្ទហ្នឹងគឺมันបញ្ចប់ទៅដល់ ed ទេវាកិរិយាសព្ទដែលប្រែរូបរាងខុសពីទ្រង់ទ្រាយដើមឬមួយក៏កិរិយាសព្ទវាដូចទៅដើមដដែលទេពេលតែពេលខ្លះវាអានខុសពីទម្រង់ដើមទៅនៅក្នុងការប្រើប្រាស់ឡើយហ្នឹងហើយតើតើនៅក្នុងការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទ irregular verb នេះវាមិនមានករណីដែលរបៀបនៅក្នុងការផ្លាស់ប្ដូរដូចជាមួយនឹងកិរិយាសព្ទ regular verb ទេអញ្ចឹងហើយបានយើងមិនមានជាចំណុចដែលយើងអាចផ្លាស់ប្ដូរបានទេតើតើក្នុងកិរិយាសព្ទ irregular verb គឺទាមទារឲ្យគ្នាយើងគណៈគុណចាស់គ្រប់អង្គគឺទន្ទិញចងចាំតើតើនៅក្នុងការផ្លាស់ប្ដូររបស់វាតើតើនៅក្នុងថ្ងៃហ្នឹងឥឡូវខ្ញុំអាត្មាគ្រាន់តែឧទាហរណ៍2 3 4ទេចាំតែយើងឆែកមើលបន្ថែមតើតើនៅក្នុងថ្ងៃហ្នឹងគ្រាន់តែយើងវាយមកថា list of irregular verb មកគឺយើងឃើញហ្នឹងមកលោកក៏ដឹងតើតើនៅក្នុងថ្ងៃហ្នឹងគឺយើងអាចសិក្សារៀនសូត្រខ្លួនឯងបន្ថែមបានតើតើនៅក្នុងការប្រើប្រាស់ហើយបើសិនថាកិរិយាសព្ទ irregular verb វាមានលក្ខខណ្ឌឬក៏វាមានចំណុចដែលយើងត្រូវការកែប្រែអញ្ចឹងឯងតើតើនៅក្នុងថ្ងៃហ្នឹងហើយក៏វាមានកិរិយាសព្ទផ្សេងទៀតដែលយើងអាចទាមទារឲ្យយើងត្រូវតែស្វែងយល់ខ្លួនឯងណាតើតើនៅក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ break ជាកិរិយាសព្ទ verb 1 broke កិរិយាសព្ទ verb 2 broken ជាកិរិយាសព្ទ verb 3តើតើនៅក្នុងថ្ងៃហ្នឹងឬមួយយើងហៅថាជាកិរិយាសព្ទ past participle ដែលយើងប្រើប្រាស់ជាមួយនឹង present perfect ហ្នឹងឯងតើតើនៅក្នុងទម្រង់ទី3នេះអញ្ចឹង come came come find found found តើតើនៅក្នុងការប្រើប្រាស់ហើយហ្នឹងអញ្ចឹងខ្ញុំអាត្មាគ្រាន់តែលើកប៉ុណ្្នឹងតើតើនៅក្នុងការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទ irregular verb ហើយសង្ឃឹមថាយើងអាចនឹងឆែកមើលបន្ថែមទៅតើតើនៅក្នុងការប្រើប្រាស់ហើយនេះដោយសារតែវាអត់មានចំណុចដែលយើងត្រូវតែជជែកគ្នាទេតើតើនៅក្នុងការប្រើប្រាស់ដូចចំណុចដែលយើងនិយាយពី regular verb នេះទេ regular verb វាមានកិរិយាសព្ទដែលយើងប្រាប់ចំណុចពីរបៀបនៅក្នុងការផ្លាស់ប្ដូររបស់វាដើម្បីបន្ថែម ed ចុងក្រោយរបស់វាតើតើនៅក្នុងថ្ងៃហ្នឹងហើយបើនិយាយពីសំឡេងរបស់វាគឺសំឡេងរបស់វាគឺមាន3 th the ហើយនឹង deep តើតើនៅក្នុងការប្រើប្រាស់ហើយហ្នឹងប៉ុន្តែឥឡូវនេះវាអត់មានកំណត់សំឡេងរបស់វាឲ្យជាក់លាក់អីឃើញទេ break broke broken វាអត់មានសំឡេង1ឬ2ឬក៏3ទេតើតើនៅក្នុងថ្ងៃហ្នឹងអញ្ចឹងតើតើនៅក្នុងកន្លែងថ្ងៃនេះខ្ញុំថាមានប៉ុណ្ណឹងសម្រាប់ជាការចែករំលែកហើយតើតើនៅក្នុងការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទឬក៏ផ្លាស់ប្ដូរកិរិយាសព្ទទៅជា verb past participle ហ្នឹងគឺយើងបញ្ចប់ប៉ុណ្ណឹងហើយវីដេអូបន្តទៀតយើងនឹងរៀនពីចំណុចតើតើនៅក្នុងការប្រើប្រាស់ជាមួយនឹង present perfect ហើយតើយើងប្រើប្រាស់ present perfect ហ្នឹងបាននៅក្នុងកាលណាខ្លះមិនថាបាននៅក្នុងលក្ខខណ្ឌណាខ្លះតើតើនៅក្នុងការប្រើប្រាស់របស់វាអញ្ចឹងថ្ងៃនេះខ្ញុំកណាត់ថាមានប៉ុណ្ណឹងសូមម៉ាស់កាលីនិងចម្រើនពរលា